សួស្តី fan ទាំងអស់គ្នាថ្ងៃនេះបងនាងនិទានបានលើកយកនៅប្រភេទសាច់រឿងទេវកថាបុរាណចិនមួយមកធ្វើការសម្ដែងឲ្យជូន fan ស្ដាប់លេងរឿងនេះគឺគេនិយាយទាក់ទងជាមួយនឹងអរិយតក្កឬក៏ហៅថាវូកុងវាគឺជាប្រភេទអរិយតក្កដែលរស់នៅក្រោមបាតសមុទ្រអរិយពេលរាប់រយឆ្នាំណាស់មកហើយប្រជាជនចិនកាលពីសម័យបុរាណគឺគេមានជំនឿហើយអ្នកខ្លះគេបានគោរពបូជាទៅកាន់អរិយតក្កនេះហើយអ្នកខ្លះទៀតបើសិនបើគេចង់បាននៅគុជខ្យងគឺគ្រាន់តែយកដៃទៅឆ្កូតទៅលើស្បែករបស់អរិយតក្កនេះគឺនឹងបានគុជខ្យងពណ៌សដែលមានតម្លៃមហាសាលចំណែកអ្នកក្រជាច្រើនគឺគេចង់បាននៅគុជខ្យងនេះខ្លាំងមែនទែនដើម្បីដោះដូរខ្លាចទៅជីវភាពរបស់គេឲ្យមានធូរធារជាងមុនកាលពីសាច់រឿងដំបូងរបស់យើងហ្នឹងគឺនៅក្បែរភូមិមួយជាប់នឹងឆ្នេរសមុទ្រអ្នកភូមិក៏បានប្រទះជាមួយនឹងសាកសពអរិយតក្កកំពុងតែអណ្ដែតនៅលើផ្ទៃសមុទ្រពួកគេក៏បាននាំយកនៅសាកសពរបស់អរិយតក្កនោះដែលគិតថាវាបានស្លាប់បាត់ទៅហើយពួកគេក៏បានសែងយកទៅដើម្បីធ្វើការបូជាប៉ុន្តែនៅពេលដែលពួកគេរៀបនឹងបូជាហើយសត្វតែអរិយតក្កនោះក៏បានដឹងខ្លួនហើយក៏លោតចូលទៅក្នុងសមុទ្របណ្ដោយត្រីជាច្រើនគឺបានហោះចូលមកលើគោកតែម្ដងហើយនៅក្នុងភូមិនោះក៏មានវត្តមួយដែលអ្នកភូមិនៅទីនោះគេធ្វើការគោរពបូជាទៅកាន់អរិយតក្កនោះផងដែរហើយនៅក្នុងវត្តនោះគឺមានទាំងព្រះសង្ឃមានទាំងលោកអាចារ្យដែលធ្វើការគោរពបូជានិងហែហមទៅកាន់ទៅដោយមនុស្សជាច្រើនកំពុងតែធ្វើការគោរពបូជាទៅកាន់អរិយតក្កនោះព្រោះគេគិតថាអរិយតក្កនេះគឺវាមានសមត្ថភាពនិងមានធម៌ពលដ៏អស្ចារ្យដែលអាចជួយមនុស្សលោកឲ្យរួចផុតអំពីទុក្ខលំបាកជាច្រើនក៏ដូចជាវាមាននៅធម៌ពលពិសេសម្យ៉ាងហើយមានគុជខ្យងនៅលើខ្លួនប៉ារបស់វាថែមទៀតផងអ្នកណាដែលចង់បានគុជខ្យងពណ៌សដ៏មានតម្លៃគ្រាន់តែយកដៃទៅឆ្កូតទៅលើស្បែករបស់អរិយតក្កនេះគឺនឹងបានគុជខ្យងពណ៌សដ៏មានតម្លៃអ្នកសុំទានក៏បានមកសុំទាននៅគុជខ្យងជាច្រើនអំពីមន្ត្រីដែលគេបានយកវាចេញមកពីស្បែករបស់អរិយតក្កនោះហើយអរិយតក្កហ្នឹងវាស៊ីតែសាច់សមុទ្រទេហើយបើសិនជាមនុស្សគឺវាអត់ស៊ីទេចំពោះមនុស្សណាដែលមានបំណងអាក្រក់ចូលទៅយាយីធ្វើបាបវាគឺនៅពេលនោះវានឹងធ្វើបាបទៅកាន់មនុស្សនឹងវិញចាក់ជាមិនខានទេមានអ្នកសុំទានមួយក្រុមដែលបានខឹងសម្បានិងចង់បាននៅគុជខ្យងពណ៌សអំពីស្បែករបស់វូកុងនឹងក៏បានយកកំបិតទៅឆូចលើស្បែកនឹងហើយមនុស្សជាច្រើននៅពេលដែលឃើញគុជខ្យងដ៏មានតម្លៃជាច្រើនបែបនេះហើយពួកគេមិនចាំយូរនៅឡើយក៏បាននាំគ្នាចូលសម្រុកទៅអ្នកខ្លះកាន់លំពេងអ្នកខ្លះកាន់ពូថៅអ្នកខ្លះកាន់ដាវដើម្បីចាក់ទៅលើស្បែករបស់អរិយតក្កនោះដើម្បីទាញយកនៅគុជខ្យងពណ៌សដ៏មានតម្លៃមហាសាលនោះមិនយូរប៉ុន្មានវូកុងក៏ត្រូវបានមនុស្សជាច្រើនគឺចាប់ដើមវះយកនៅគុជខ្យងស្បែករបស់វាក៏បានចាប់ដើមរហែកចេញពីគ្នាជាច្រើនបំណែកពេលនោះហើយដែលធ្វើឲ្យវូកុងគឺខ្លាចទៅជាសាកសពមួយរំពេចហើយមនុស្សភាគច្រើនគឺលោភលន់ខ្លាំងណាស់គឺចង់បានតែរបស់មានតម្លៃចេញពីក្នុងខ្លួនរបស់វូកុងតែប៉ុណ្ណោះពួកគេបានធ្វើបាបទៅកាន់អរិយតក្កនោះបណ្ដោយអរិយតក្កនោះស្លាប់មួយរំពេចប៉ុន្តែក្រោយមកគឺបានប្រែប្រួលទាំងស្រុងអ្វីៗគ្រប់យ៉ាងដែលស្ថិតនៅលើកោះនោះនៅក្នុងភូមិនោះគឺប្រែទៅជាភូមិដ៏ស្ងប់ស្ងាត់និងមនុស្សជាច្រើនក៏ត្រូវបានវិនាសដោយសារតែគេលោភលន់និងចង់បាននៅរបស់មានតម្លៃចេញពីក្នុងខ្លួនរបស់វូកុងនោះអ្វីៗគឺប្រែប្រួលស្ទើរតែទាំងស្រុងទៅហើយទឹកសមុទ្រគឺចាប់ផ្ដើមបក់បន្តិចម្ដងហើយនឹងរីងស្ងួតដោយសារតែភាពលោភលន់របស់មនុស្សមានព្រះសង្ឃមួយអង្គក៏បានមកធ្វើការដើរបិណ្ឌបាតក៏បានប្រទះជាមួយនឹងវូកុងនោះប៉ុន្តែវូកុងនេះគឺនៅសល់តែឆ្អឹងតែប៉ុណ្ណោះស្បែកនិងសាច់របស់គេត្រូវបានមនុស្សជាច្រើនគឺបានវះយកទៅអស់ហើយដោយសារតែគុជខ្យងពណ៌សជាច្រើនគឺនៅលើស្បែករបស់គេអញ្ចឹងហើយគឺនៅពេលដែលមនុស្សជាយកស្បែកហ្នឹងហើយបញ្ចេញនៅធម៌ពលជាច្រើនពីត្បូងពណ៌សនោះទៅធ្វើឲ្យគេខ្លាចទៅជាសភាវៈធម្មតាហើយរឿងរបស់យើងគឺមានតែប៉ុណ្្នេះទេសូមអរគុណនិងសូមជម្រាបលា